នាយករដ្ឋមន្ត្រីសង្ហបុរីលោក Lawrence Wong បានបង្ហាញការយល់ស្របជាមួយសម្ដេចតេជោហ៊ុនសានប្រធានប្រសិទ្ធភាពកម្ពុជាចំពោះការដោះស្រាយចំនួនព្រំដែនរវាងកម្ពុជាថៃតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈលិខិតផ្លូវការរបស់កម្ពុជាបង្ហាញអំពីចំនួនព្រំដែនជាមួយថៃបានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ តាំងពីថ្ងៃ16មិថុនាបើតាមលោកជាធិរិទ្ធការប្រមាថមកកម្ពុជាជាពិសេសមកលើសម្ដេចតេជោផ្ទាល់គឺសម្ដេចមិនអាចទទួលយកបានទេទោះបីជាយ៉ាងណាសម្ដេចមិនចង់ឃើញចំនួនព្រំដែនរវាងកម្ពុជាថៃដែលជាប្រទេសឯកបរិយានៅក្នុងតំបន់អាស៊ានទេទើបកម្ពុជាជ្រើសរើសការដោះស្រាយដោយសន្តិវិធីនិងតាមការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិជាមួយគ្នានេះសម្ដេចប្រធានប្រសិទ្ធិបានស្នើឲ្យនាយករដ្ឋមន្ត្រីសង្ហបុរីជួយជំរុញភាគីថៃឲ្យឡើងទៅតុលាការអន្តរជាតិជាមួយកម្ពុជាដើម្បីបញ្ចប់ជម្លោះព្រំដែនកុំឲ្យបន្តដល់អ្នកជំនាន់ក្រោយបើតាមអ្នកនាំពាក្យប្រធានប្រសិទ្ធិនាយករដ្ឋមន្ត្រីសង្ហបុរីបានយល់ដឹងកាន់តែច្បាស់អំពីវិវាទនៃប្រទេសទាំងពីរលោកជាធិរិទ្ធគូបញ្ជាក់ថាឯកឧត្តមក៏យល់ស្របចំពោះការដោះស្រាយដោយសន្តិវិធីនិងយន្តការតាមច្បាប់អន្តរជាតិឯកឧត្តមសង្ឃឹមថាសន្តិភាពនឹងកើតឡើងនៅក្នុងតំបន់អាស៊ីភាគីទាំងពីរនឹងព្យាយាមអត់ធ្មត់ដោះស្រាយបញ្ហាដោយឈលលើក្តារច្បាប់អន្តរជាតិនិងយន្តការសន្តិវិធីនឹងទ្វេភាគីសូមបញ្ជាក់ថាក្រោយការទទួលអាវុធដាក់គ្នាមួយប្រហែលជា10នាទីកាលពីព្រឹកថ្ងៃ28ឧសភាកន្លងមកកម្ពុជាបានសម្រេចចិត្តឲ្យតុលាការអន្តរជាតិ ICJ ជាអ្នកកាត់ក្តីនិងលិខិតជាផ្លូវការរបស់កម្ពុជាបង្ហាញអំពីចំនួនព្រំដែនជាមួយថៃក៏បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ តាំងពីថ្ងៃ16មិថុនា